សម្រាប់កូនក្រមុំនៅចុងក្រែស្រាប់តែខ្យល់ត្រជាក់មួយបានបក់មកយ៉ាងលឿនរួមនឹងក្លិនក្រអូបឈួលដោយផ្កាម្លិះលាយជាមួយធូបភ្លាមនោះសុភ័ក្រមានអារម្មណ៍ថាមានវត្តមានអ្វីមួយនៅក្បែរគាត់ងាកមើលនៅមាត់ទ្វារក៏បានឃើញនារីម្នាក់ស្លៀកពាក់ឈុតកូនក្រមុំខ្មែរបុរាណយ៉ាងស្រស់ស្អាតប៉ុន្តែមុខរបស់នាងស្លេកស្លាំងហើយភ្នែករបស់នាងមានភាពសោកសៅរកអ្វីប្រៀបផ្ទឹមពំបាទនាងញញឹមដាក់គាត់ប៉ុន្តែស្នាមញញឹមនោះមើលទៅហាក់ដូចជាគួរឲ្យខ្លាចសុភ័ក្រភ័យខ្លាចរត់ប្រះអាយ៉ោចេញពីផ្ទះនោះហើយត្រឡប់មកភូមិវិញចាប់តាំងពីថ្ងៃនោះមកសុភ័ក្រតែងតែយល់សពឃើញនារីក្នុងឈុតកូនក្រមុំនោះមកលងបន្លាចជួនកាលនាងមកអង្គុយនៅក្បែរគាត់ពេលយប់ខណៈពេលដែលគាត់កំពុងដេកធ្វើឲ្យគាត់បានបាត់បង់កម្លាំងនិងឈឺរាងកាយជាខ្លាំងសុភ័ក្របានសម្រេចចិត្តប្រាប់អ្នកភូមិអំពីអ្វីដែលគាត់បានជួបប្រទះអ្នកភូមិចាស់បានងក់ក្បាលហើយប្រាប់គាត់ថានោះហើយជាកូនក្រមុំខ្មោច